តែយើងចាំទេថ្ងៃណាមួយដែលយើងអង្គុយលេងជាមួយកូនដោយមិនកាន់ទូរស័ព្ទថ្ងៃណាមួយដែលយើងសើចជាមួយកូនរហូតដល់គេសាយខ្លាំងរត់មកអោបយើងឬប្រហែលជាយើងកំពុងនិយាយប្រាប់កូនរាល់ថ្ងៃថាចាំបន្តិចណាកូនប៉ាម៉ាក់រវល់សិនប៉ុន្តែអ្វីដែលយើងមិនធ្លាប់ដឹងនោះគឺកូនមិនដែលឈប់ធំដើម្បីរងចាំពេលវេលារបស់យើងឡើយពេលវេលារបស់កូនកំពុងរត់លឿនជាងអ្វីដែលយើងគិតថ្ងៃដែលគេកើតមកយើងនិយាយថាចាំឲ្យគេដើរបានសិនបន្ទាប់មកយើងក៏និយាយថាចាំឲ្យគេចូលសាលាសិនហើយបន្ទាប់មកទៀតយើងក៏នៅតែបន្តនិយាយថាចាំឲ្យគេធំបន្តិចសិនប៉ុន្តែក្នុងការនិយាយពាក្យថាចាំសិនម្ដងហើយម្ដងទៀតឆ្នាំជាច្រើនបានកន្លងផុតទៅថ្ងៃមួយកូនលែងសុំឲ្យយើងអានរឿងមុនពេលចូលគេងលែងរត់មកអោបយើងពេលដែលយើងត្រឡប់មកពីធ្វើការលែងសុំឲ្យយើងលេងជាមួយពេលនោះមិនមែនគេលែងស្រឡាញ់យើងទេប៉ុន្តែព្រោះគេធំឡើងហើយរូបថតអាចរក្សាទុកត្រឹមរូបភាពប៉ុន្តែมันអាចរក្សាពេលវេលាបានទេយើងថតរូបកូនជារៀងរាល់ថ្ងៃថ្ងៃខួបកំណើតថ្ងៃចូលសាលាថ្ងៃដើរលេងថ្ងៃបុណ្យរូបថតអាចបញ្ជាក់ថាថ្ងៃនោះយើងញញឹមយ៉ាងណាប៉ុន្តែរូបថតมันអាចធ្វើឲ្យយើងអាចឮសំឡេងកូនសើចបានទេมันអាចឲ្យយើងមានអារម្មណ៍កក់ក្ដៅពេលដែលដៃតូចៗរបស់គេមកចាប់យើងបានទេมันអាចឲ្យយើងត្រឡប់ទៅថ្ងៃដែលកូនហៅយើងថាប៉ាម៉ាក់មើលកូនបន្តិចនោះហើយជាមូលហេតុដែលអ្វីដែលមានតម្លៃជាងរូបថតគឺអនុស្សាវរីយ៍ដែលយើងបានរស់នៅជាមួយគ្នាពិតៗកូនមិនចង់បានរបស់ថ្លៃតែគេចង់បានយើងនៅក្បែរកូនមិនដែលចាំថាយើងទិញរបស់មានតម្លៃប៉ុណ្ណាទេប៉ុន្តែគេចាំថ្ងៃដែលយើងបានលេងប្រឡែងជាមួយគេចាំថ្ងៃដែលយើងធ្វើម្ហូបជាមួយគេចាំថ្ងៃដែលយើងជូតទឹកភ្នែកឲ្យគេចាំថ្ងៃដែលយើងនិយាយថាប៉ានិងម៉ាក់មានមោទនភាពចំពោះកូនណាស់កុមារភាពមិនត្រូវបានវាស់វែងដោយចំនួនលុយដែលឪពុកម្ដាយរកបានទេប៉ុន្តែបានវាស់វែងដោយពេលវេលាការយកចិត្តទុកដាក់និងសេចក្តីស្រឡាញ់ដែលកូនទទួលបានថ្ងៃមួយយើងនឹងនឹកដល់ថ្ងៃនេះថ្ងៃមួយកូននឹងមានមិត្តភ័ក្តិមានការងារមានគ្រួសាររបស់គេហើយផ្ទះដែលធ្លាប់ឮសំឡេងរត់លេងក៏នឹងស្ងាត់ជាងមុនយើងនឹងដើរឆ្លងកាត់បន្ទប់របស់កូនហើយឃើញរបស់លេងដែលមិនមាននរណាលេងទៀតយើងនឹងបើកមើលរូបថតចាស់ៗហើយញញឹមទាំងទឹកភ្នែកផងមិនមែនព្រោះតែយើងសោកសៅទេប៉ុន្តែព្រោះតែយើងដឹងថាពេលវេលាដែលមានតម្លៃបំផុតមិនអាចត្រឡប់មកវិញបានទេដូច្នេះបើថ្ងៃនេះកូនកំពុងរត់មកអោបយើងសូមអោបកូនឲ្យបានយូរបន្តិច